ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់ពីរបៀប down app មួយដែលមានពាក្យថា clone app មួយហ្នឹងគឺយើងប្រើដើម្បី clone app អញ្ចឹងបងប្អូន clone Facebook clone chat clone Telegram ឬបងប្អូនចង់ clone អីផ្សេងៗទៀតចឹងបងប្អូនតែភាគច្រើនបងប្អូនដែលគាត់លេង MMO គឺគាត់ភាគច្រើនគឺគាត់ claim Facebook បងប្អូនអញ្ចឹងបងប្អូនឃើញ Facebook របស់ខ្ញុំបងប្អូននេះបងប្អូនចង់ claim ហ្មងណាក៏បានដែរបងប្អូនអញ្ចឹងសម្រាប់វីដេអូនេះដែរខ្ញុំនឹងប្រាប់ពីរបៀប download app clone អូខេអញ្ចឹងបងប្អូនជាដំបូងបងប្អូនចុចចូលទៅក្នុង Play Store ឬក៏ App Store បងប្អូនបន្តមកទៀតបងប្អូនចូលកន្លែងវាអក្សរមកបងប្អូនវាយពាក្យថា clone app អញ្ចឹងបងប្អូនវាយពាក្យ clone app មកបងប្អូនវាយចំណងមកបងប្អូននេះអញ្ចឹងគេ load មកបងប្អូននេះគេដាក់ clone app អញ្ចឹងបងប្អូនចុចចូលមកអូខេហើយបងប្អូនចំណាំអក្សរផងហើយចំណាំរូបផងបងប្អូនអញ្ចឹងបងប្អូនឃើញនេះខាងក្រោមនេះគេដាក់ clone app ហ្នឹងបងប្អូនចុចចូលមកហើយបើសិនជាបងប្អូនមិនទាន់បានដំឡើងទេបងប្អូនចូលដំឡើងមកសម្រាប់ខ្ញុំគឺខ្ញុំបានដំឡើងហើយអញ្ចឹងគឺខ្ញុំចូលទៅក្នុងកម្មវិធីហ្នឹងបងអញ្ចឹងយើងចូលមកក្នុង clone app របស់យើងមកហើយបន្តមកទៀតបងប្អូនចង់ clone app មួយណាអញ្ចឹងបងប្អូនចុចមកកន្លែងសញ្ញាបូកមកហើយបងប្អូនរងចាំបន្តិចវាកំពុងតែដំណើរការចឹងបងប្អូនរងចាំបន្តិចទៅបងប្អូនវាកំពុងដំណើរការយើងហើយអូខេពេលដែលវាដំណើរការបែបនេះបងប្អូនចង់ clone app មួយណានេះគឺ app មួយណាក៏បានដែរបងប្អូនកម្មវិធីមួយណាក៏បានដែរបងប្អូនចង់ clone ប៉ុន្មានក៏បានដែរអញ្ចឹងបងប្អូនគ្រាន់តែចូលមកកន្លែងសញ្ញាបូកនេះមកបងប្អូនសម្រាប់ខ្ញុំចង់ clone Facebook អញ្ចឹងបងប្អូនចុចកន្លែងសញ្ញាបូកនេះមកអូខេហើយខាងលើនេះបងប្អូនចង់សេឈ្មោះលើបងប្អូនចង់ដាក់ Facebook ទីម៉ានដាក់ទី13ចុះឬក៏បងប្អូនចង់ដាក់ឈ្មោះត្មងក៏បានដែរឲ្យយើងស្រួលចំណាំហើយបន្តមកទៀតបងប្អូនក៏លេខមកមើលខាងក្រោមនៅគេដាក់ពាក្យថា clone បងប្អូនចុចចូលមកអូខេតែប៉ុណ្ណឹងមកជាការស្រេចបងប្អូនគឺយើងអាច clone Facebook បានដែរហើយបងប្អូនចង់ clone ទៀតបងប្អូនគ្រាន់តែចូលកន្លែងសញ្ញាបូកនេះមកហើយបងប្អូនចុចទៀតមកហើយបងប្អូនចុច clone ទៀតមកបងប្អូនឃើញទេគឺយើងបាន clone app ទៀតហើយបងប្អូនឃើញទេហើយសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាពេញចិត្តនៅវីដេអូមួយនេះដែរបងប្អូនកុំភ្លេចចុច like ចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត